ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញអំពីវិធីដោះស្រាយបញ្ហានៅពេលដែល printer របស់បងប្អូនទាំងអស់គ្នាវាជាប់กระดาษនៅក្នុងម៉ាស៊ីន print ណាអញ្ចឹងនៅពេលដែលបងប្អូនជាប់กระดาษនៅក្នុងម៉ាស៊ីន print ទៅបងប្អូន print អត់កើតទេហើយនៅក្នុង alarm របស់វា load alarm ប្រាប់យើងថាចាំ in static area ហ្នឹងណាអាហ្នឹងមានន័យថាវាមានកระดาษជាប់នៅក្នុងម៉ាស៊ីន print ហ្នឹងដើម្បីឲ្យយើងដកกระดาษនឹងចេញវិញអញ្ចឹងវិធីសាស្ត្រដើម្បីអាចយើងដកกระดาษ paper ចេញពីម៉ាស៊ីន print វិញកុំឲ្យវាជាប់ទៀតទី1បងប្អូនត្រូវ shut down printer ហ្នឹងសិនបិទ printer ហ្នឹងសិនអូខេអញ្ចឹងបងប្អូនចុចបិទអញ្ចឹងមកឲ្យវាអាលុតភ្លើងសិនណាបន្ទាប់មកនៅខាងក្រោមកន្លែងយើងទុកกระดาษហ្នឹងបងប្អូនបើកកន្លែងទុកกระดาษមកបងប្អូនឃើញវាជាប់អញ្ចឹងបងប្អូនចាប់ទាញกระดาษហ្នឹងចេញមកគឺទាញវាខ្លាំងតិចអូខេអញ្ចឹងអានេះវាជាប់មួយហើយមួយទៀតវាជាប់នៅខាងក្នុងមួយដែរអញ្ចឹងបងប្អូនត្រូវដកกระดาษហ្នឹងចេញពីខាងក្នុងវាដែរអញ្ចឹងដើម្បីដកបាននៅខាងជំហានខាងស្ដាំវាហ្នឹងបងប្អូនចុចកន្លែងបេតុងនេះដើម្បីយើងបើកកន្លែង tuner វាមកអញ្ចឹងនៅខាងក្នុង tuner ហ្នឹងវាជាប់กระดาษមួយទៀតអញ្ចឹងបងប្អូនដក tuner វាចេញសិនអូខេអញ្ចឹងខ្ញុំដក tuner វាចេញដើម្បីយើងមើលខាងក្នុងតើនៅខាងក្នុងវាមានជាប់ទៀតអត់អញ្ចឹងដូចបងប្អូនឃើញអញ្ចឹងនៅខាងក្នុងវាមានកระดาษជាប់មួយដែរអញ្ចឹងដើម្បីដកវាបានបងប្អូនត្រូវទាញអាស្ទះខាងក្រោមនេះវាអូខេនៅដៃរបស់ខ្ញុំអញ្ចឹងខ្ញុំបើកអាស្ទះរបស់វាខាងក្នុងនឹងចេញមកអូខេនៅខាងក្នុងមានកระดาษមួយទៀតអញ្ចឹងយើងត្រូវទាញអាกระดาษនឹងចេញដែរអូខេអញ្ចឹងយើងចាប់ទាញវាមកអូខេអស់ហើយអូខេអញ្ចឹងបន្ទាប់មកយើងដាក់ tuner យើងចូលវិញមួយចេះអប់នោះគាត់មកបិទវិញអូខេអញ្ចឹងយើងទាញกระดาษចេញហើយយើងបើក printer របស់យើងវិញចុចប៊ូតុងបើកអូខេអញ្ចឹងយើងរងចាំឲ្យវាបើក shut down វិញយើងមើល status របស់វាហ្នឹងហើយបងប្អូនអរគុណបន្ទាប់ពីយើងទាញយកกระดาษវាចេញហើយវាចេញ ready មកវិញធម្មតាពីបងប្អូនបានឃើញអញ្ចឹងready អញ្ចឹងមានន័យថា printer របស់យើងអាចព្រីនបានធម្មតាវិញហើយ